Nôm toa bay năm trong cõi chư tròm lệnh bán rụt rụt pet khơi cruốc nông phọng nôm tầm ngốn muối cái bia bay kg tầm hóm pon ất mùi đầm ôi bà mà đang trên xongประมาณ năm ấy đây bà còn ta cruốc nông tròn nôm nâng tầm hóm pon ất mà đầm bà mà kilo cái bia bay cái bay kilo bà muối cái bia bay kg bà ôi thông mình tên mà đang về chư bà na đấy bà ta là dân ta tạm đàn từng ngọc nhé miền hai ca đọc nhập al muối bàn cát lớn được nông khai quang tung protection protection đi này bộ đại bảo vệ 56 năm mình nhéត្រូវចូលវគ្គកាត់បន្ទាន់ក្រោយពីរកឃើញថាមានដុំគ្រួសមួយដុំធំស្មើនឹងទំហំដុំឥដ្ឋនៅក្នុងផ្លោកនោមបើតាមព័ត៌មានបានដឹងថាក្របគ្រួសដែលវះកាត់យកចេញមកនោះមានទម្ងន់រហូតដល់ 1.3 គីឡូក្រាមនិងមានទំហំ10 គុណ 13 សង់ទីម៉ែត្រដែលវាមានទំហំប៉ុនដុំឥដ្ឋឬកណ្ដាប់ដៃមនុស្សធំពីរផ្ដុំគ្នាហើយជាក្របគ្រួសធំបំផុតមិនធ្លាប់មាននៅក្នុងផ្លោកនោមនោះទេព័ត៌មានបានដឹងទៀតថាបរិសុទ្ធខាងលើនេះបានចាប់ផ្ដើមមានអាការៈនោមញឹកនោមទាស់និងឈឺចាប់ខ្លាំងនៅពេលបត់ជើងតូចតាំងពី3ឆ្នាំមុនមកម្លេះប៉ុន្តែរូបលោកគិតថាវាគ្រាន់តែជាអាការៈចុះខ្សោយនៃក្រពេញប្រូស្តាតតាមវ័យរបស់មនុស្សចាស់ធម្មតាប៉ុណ្ណោះដោយសារការធ្វេសប្រហែសនិងរវល់នឹងការងារនៅចំការបុរសនេះបានត្រឹមតែទិញថ្នាំលេបដោយខ្លួនឯងរហូតដល់អាការៈធ្ងន់ធ្ងរខ្លាំងដែលធ្វើឲ្យលោកមិនអាចធ្វើដំណើរទៅណាឆ្ងាយបាននិងត្រូវក្រោកនោមយប់ជាច្រើនដងរហូតដល់មិនបានសម្រេចយ៉ាងណាមិញលទ្ធផលពិនិត្យតាមរយៈកាមេរ៉ាស្មៃ X CT scan បានបង្ហាញថាក្របគ្រួសយក្សនោះមានទំហំសឹងតែពេញផ្ទៃផ្លោកនោមទាំងអស់បណ្ដាលឲ្យតម្រងនោមទាំងសងខាងហើមប៉ោងនិងមានការឆ្លងមេរោគក្នុងប្រព័ន្ធបង្ហូរនោមយ៉ាងធ្ងន់ធ្ងរបើក្រុមគ្រូពេទ្យបានដាស់តឿនថាប្រសិនបើមកមន្ទីរពេទ្យយឺតតែបន្តិចទៀតគ្រាប់គ្រួសនោះនឹងសង្កត់តម្រងនោមឲ្យលែងដំណើរការដែលបណ្ដាលឲ្យមានជាតិពុលក្នុងឈាមនិងខូចតម្រងនោមនោះភ្លាមរហូតដល់បាត់បង់ជីវិតយ៉ាងណាមិញអ្នកជំនាញបានពន្យល់ថាគ្រួសក្នុងផ្លោកនោមកើតចេញពីការដក់ទឹកនោមយូរពេកដែលភាគច្រើនបណ្ដាលមកពីបញ្ហាក្រពេញប្រូស្តាតរីកធំដូច្នេះប្រសិនបើមានអាការៈខុសធម្មតាក្នុងពេលបត់ជើងតូចមិនគួរទុកចោលនោះឡើយបាទនេះគឺជាករណីគ្រួសក្នុងតម្រងនោមបាទទំហំធំមែនទែនបាទអញ្ចឹងយើងគួរអនាម័យបាទតកតងជាមួយនឹងការប្រើប្រាស់ទឹកបាទការផឹកទឹកបាទយើងគួរតែប្រើទឹកណាដែលស្អាតបាទកុំចេះផឹកផ្ដេសផ្ដាសបងប្អូនបាទទឹកបាទអញ្ចឹងទឹកវាមានជាតិរ៉ែមានជាតិអីនៅក្នុងនោះបាទមានជាតិអឺគ្រុះមានជាតិអីតូចភាគល្អិតតូចយើងមើលអត់ឃើញទេបាទនៅពេលដែលយើងផឹកទៅវាអាចបង្កទៅជាគ្រុះក្នុងត្រង់នោមបាទយើងផឹកមួយថ្ងៃពីរថ្ងៃមួយខែពីរខែអត់តន់ដឹងទេបើសិនជាយើងផឹកយូរឆ្នាំទៅវាទៅជាបង្កបាទវាកកនៅក្នុងត្រង់ផ្លោកនោមយើងបាទមិនដំបូងវាចូលទៅក្នុងត្រង់នោមហ្នឹងវាបញ្ជូនទៅកាន់ផ្លោកនោមបាទហើយអញ្ចឹងទៅវាធ្វើឲ្យកកយូរទៅវាទៅជាធំបងបាទទៅជាធំបាទដោយករណីនេះអញ្ចឹងបាទទម្ងន់ 1.3 គីឡូក្រាមមិនតូចទេបងប្អូនបាទប៉ុនដុំឥដ្ឋមួយបាទហើយចិត្តតែទ្រាំយូរទៅខូចបាទប្រព័ន្ធប្រងនោមខូចអស់បាទនេះគឺករណីនេះកើតនៅឯប្រទេសចិនបងប្អូនណាបាទអញ្ចឹងយើងចូលរួមថែរក្សាអនាម័យសុខភាពទាំងអស់គ្នាបាទព្រោះសុខភាពនេះគឺសំខាន់មែនទែនបើអត់មានសុខភាពយើង
អត់មានអ្វីគ្រប់យ៉ាងទេបាទបាទអញ្ចឹងមានប៉ុណ្ណឹងបងប្អូនកុំភ្លេចជួយ Subscribe នៅ Channel YouTube របស់ខ្ញុំបានម្នាក់មួយដើម្បីទទួលបាននៅអត្ថបទក៏ដូចជាព័ត៌មានថ្មីៗជាបន្តទៀតពី Channel របស់ខ្ញុំបាទសូមអរគុណសូមជម្រាបលាបាទ